វីដេអូបន្តមកទៀតការគណនា limit រៀង0 ដោយប្រើរូបមន្ត a ការ៉េដល់ b ការ៉េគឺស្មើនឹង a ដល់ b កតាបូក b អញ្ចឹងចំណុចសំខាន់កាលមុនគឺយើងត្រូវសម្រួលកតាដែលធ្វើឲ្យវា0ចោលអញ្ចឹងតើយើងមិនដឹងថាកតាណាដែលធ្វើឲ្យ0គឺយើងមើលតែវាខិតទៅលើបាទវាខិតទៅលើ2អញ្ចឹងបើវាខិតទៅ2មានន័យថាកតាដែលសម្រួលចោលនេះសម្រួលកតាគឺ x ដក2អញ្ចឹងអាក្រោមយើងមាន x ដក2ហើយប៉ុន្តែឥឡូវយើងសង្កេតឃើញថាគឺ x ការ៉េដកដោយសារ4នេះវាមានការ៉េប្រកបអញ្ចឹងវាបាន x ការ៉េដក2នៅលើ x ដក2ចានឹងវាចូលរូបមន្តនេះ a ការ៉េដក b ការ៉េស្មើ a ដក b កតា a បូក b អញ្ចឹងអានេះបាន a ការ៉េដក b ការ៉េអញ្ចឹងយើងចូលរូបមន្តមកស្មើនឹង x ខិតទៅ2នៃ x ដក2កតាឲ្យ x បូក2នៅលើ x ដក2អញ្ចឹងយើងសម្រួលវាចោលមកអញ្ចឹងកតាដែលសម្រួលនេះគឺ x ដក2គឺយើងសម្រួល x ដក2ចោលមក limit x ខិតទៅ2នៃ x បូក2ជំនួសលេខកន្លែងដែលមាន x ជំនួសដោយ2មកអញ្ចឹង2បូក2ជាងចម្លើយយើងគឺស្មើនឹង4អញ្ចឹងមើលយើងអាចអនុវត្តខ្លួនឯងតែកុំភ្លេចដាក់ limit នឹងរៀង0លើ0ផងជំនួសវាមុននឹងធ្វើវាយើងជំនួសឲ្យវាចេញរៀង0លើ0សិនមកចាំយើងធ្វើតាមក្បួនហ្នឹងអញ្ចឹងយើងអាចយកអនុវត្តខ្លួនឯងគឺ limit x ខិតទៅ1នៃ x ការ៉េដក1នៅលើ x ដក1ឬក៏ limit x ខិតទៅដក3នៃ x ការ៉េដក9នៅលើ x បូក3អានេះចម្លើយវាគឺស្មើនឹង2អានេះចម្លើយវាគឺស្មើនឹងដក6បាទយើងយកទៅធ្វើខ្លួនឯងមក